បាទសូមជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់វីដេអូធ្វើម្ហូបប៉ាពេជ្រ Cooking ទាំងអស់គ្នាបាទសម្រាប់ថ្ងៃនេះគឺយើងមកធ្វើនៅនំបញ្ចុកសម្លប្រហើរខ្មែរត្រីឡាប់យ៉ាបាទមើលមិត្តអ្នកភ្លុកនេះក៏ដឹងថាឆ្ងាញ់មិនឆ្ងាញ់ដែរបងប្អូនបាទគ្រឿងផ្សំរបស់យើងនោះគឺត្រីឡាប់យ៉ាជាមួយនឹងជើងមាន់គល់ស្លឹកគ្រៃស្លឹកក្រូចអំបិលជាមួយនឹងម្ទេសដើម្បីធ្វើការស្ងោរត្រីឡាប់យ៉ារបស់យើងត្រៀមយកមកបិចបាទឥឡូវឆ្អិនហើយបន្ទាប់មកយើងមកធ្វើការបុកស្លឹកក្រូចមុនគេបន្ទាប់មកដាក់អំបិលបន្តិចល្អិតល្អណាស់បន្ទាប់មករំដេងល្មៀតខ្ជាយហើយធ្វើការបុកឲ្យល្អិតរួចបន្ទាប់មកគឺយើងមកដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមបន្ទាប់មកក៏បុកជាមួយនឹងគល់ស្លឹកគ្រៃជាចុងក្រោយគេបន្ទាប់មកយើងដាក់ស្បែកត្រីគឺយើងស្ដាយយើងធ្វើហូបខ្លួនឯងយើងមិនខ្លាចខ្មៅទឹកទេបន្ទាប់មកយើងដាក់សាច់ត្រីបុកបន្តទៅគឺបុកយកល្អិតតែម្ដងនេះបន្ទាប់មកគឺទឹកដែលយើងស្ងោរត្រីនិងជើងមាន់នេះយកមកដាក់ធ្វើការស្លបន្តហើយយើងជ្រុំប្រហុកបាទក្រោយពីទឹកពុះខ្លាំងឥឡូវយើងមកដាក់ជាមួយគ្រឿងបុករបស់យើងចូលទៅបន្ទាប់មកយើងដាក់ជើងមាន់រួចមកផ្សំគ្រឿងបាទបន្ទាប់មកគឺស្ករសម្សៅស៊ុបបន្ទាប់ពីពុះបានមួយសបកគឺយើងមកដាក់ជាមួយនឹងខ្ទិះដូងរបស់យើងចូលសម្រាប់ខ្ទិះដូងគឺខ្ញុំដាក់មួយកំប៉ុងជាងឬក៏ដាក់តិចច្រើនតិចទៅតាមបរិមាណបន្ទាប់មកក៏មកដាក់ជាមួយនឹងសណ្តែកដីបុកចុងក្រោយគេប្រអស់បាទសម្រាប់នំបញ្ចុកស្លប្រហើរខ្មែររបស់យើងក៏មានតែប៉ុណ្ណេះឯងបាទពេញចិត្តនៅវីដេអូសូមកុំភ្លេចជួយចុច like ចុច share ចុច comment និងជួយចុច follow តាមដានម្នាក់មួយផងដើម្បីជួយផ្ដល់ជាកម្លាំងចិត្តដល់ប៉ាពេជ្រ Cooking ទាំងអស់គ្នាបាយបិទចំតិតគូតវ៉ាវ